ចំណេះដឹងសុខភាពនិងការងារ3ទេប្រជាជនម្នាក់ដែលមានតែសមត្ថភាពមានតែចំណេះដឹងតែសុខភាពទៅបរួចហើយខ្ញុំគ្មានចឹងបានគេនិយាយលេងគេថាកុំជូនពរឲ្យដេកស៊ីពាក្យតែដេកស៊ីនេះមានន័យពីរមួយគឺថាមានទ្រព្យសម្បត្តិស្ដុកស្ដំមិនបាច់ទៅការទេតែមួយទៀតគឺដេកនឹងកន្ទេលងើបរួចបាទហើយឥឡូវសម្បូរអ្នកប្រភេទ2ព្រោះទឹកដូងផ្អែមអីច្រើនបាទអញ្ចឹងគេថាកុំអីអញ្ចឹងចង់ជាអាញស្តាញក៏ដោយតែសុខភាពទៅបរួចហើយកើតទី2បើសុខភាពរឹងមាំអត់មានបំណិនអត់មានចំណេះដឹងគ្រប់គ្រាន់ក៏គាត់ជួយបានកម្រិតនៅក្នុងសង្គមអញ្ចឹងបានការវិនិយោគយើងទៅទេមានសុខភាពមានចំណេះដឹងហើយតែបើគ្មានឱកាសការងារសមស្របក៏យើងប្រើប្រាស់អត់អស់លទ្ធភាពដើម្បីសក្តានុពលនេះជាគោលដៅធំ3នៃរាជរដ្ឋាភិបាលច្រើនអាណត្តិហើយនៅបន្តតទៅទៀតអញ្ចឹងការរៀបចំនៅបសសក្តីនៅក្នុងការបំដុះបណ្ដាលវិជ្ជាជីវៈបន្ថែមក្តីការរៀបចំការផ្ដល់ចំណេះដឹងបច្ចេកទេសនិងវិជ្ជាជីវៈការហាត់កូនជាងដល់សិក្ខាកាមសិស្សនិស្សិតនិងកម្មករនិយោជិតគ្រប់កម្រិតសរុប20នាក់ក្នុងឆ្នាំ2025នេះគឺសម្ដៅទៅបាទគឺសម្ដៅឲ្យប្រជាពលរដ្ឋទី1មានការងារប៉ុន្តែមិនត្រូវមានតែការងារទេអាចបង្កើនបំណិនបង្កើនសមត្ថភាពខ្លួនឯងឈានទៅចាប់យកគឺថាទី1អាចជួយកន្លែងយើងធ្វើការបានកាន់តែច្រើនព្រោះជំនាញយើងកាន់តែទី2តែយើងបានផលិតភាពកាន់តែច្រើនប្រាក់ខែយើងក៏កាន់តែខ្ពស់ជីវភាពក៏កាន់តែល្អព្រមទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញជីវៈដល់មន្ត្រីដល់យុវជនពីគ្រួសារក្រីក្រងាយរងហានិភ័យដែលអនុវត្តពី2024មកដល់ពេលនេះសរុបបាន20ត្រីមាសទី1គឺបាន270000នាក់ក្នុងនោះគ្រឹះស្ថានក្រោមអាវ៉ាតក្រសួងមាន22.70000នាក់និងក្រៅមូលនិធិជំនាញ SDF ចំនួន43000នាក់